ខ្ញុំថា review ឡាននឹងឲ្យបងប្អូនមើលឥឡូវខ្ញុំមក review ឡាននឹងឲ្យបងប្អូនមើលទំហំប្រមាណប្រហើយតតឹងវាហើយថាវាធ្វើមិនខ្លះហើយបងប្អូន comment ជាច្រើនដូច comment ខាងនេះឬ comment ទាំងអស់នេះតែបងប្អូនបានសួរមកខ្ញុំឥឡូវនេះខ្ញុំចាប់ផ្ដើមចូលវីដេអូដែលបងប្អូនភាគច្រើនបានសួរមកខ្ញុំថាឡាននេះធ្វើអស់តម្លៃប៉ុន្មានបងហើយធ្វើរយៈពេលយូរប៉ុណ្ណាថ្ងៃនេះខ្ញុំមកនិយាយឲ្យបងប្អូនយល់អំពីឡាននេះឲ្យច្បាស់ជាងមុនហើយនឹងបង្ហាញផ្នែកសំខាន់ទាំងអស់នៅក្នុងឡាននេះផងដែរខ្ញុំចង់បង្ហាញថាឡាននេះមិនមែនផលិតចេញពីរោងចក្រនោះទេបងប្អូនប៉ុន្តែវាធ្វើដោយដៃទាំងអស់ប៉ុន្តែផ្នែកខ្លះយើងមិនអាចធ្វើដោយដៃយើងត្រូវការទិញពីខាងក្រៅបន្ថែមហើយឡាននេះយើងធ្វើចេញពីស៊ីយ៉ូ 90%ដូចជាក្បាលឡានទ្រុងឡានជាហៀងកាងឡានប៉ុងឡាននិងផ្នែកផ្សេងជាច្រើនទៀតខ្ញុំនឹងរៀបរាប់តម្លៃគ្រឿងឡានដែលសំខាន់ជាច្រើនដែលមិនអាចខ្វះបាននៅក្នុងឡានបញ្ជាឥឡូវនេះយើងចូលមកដល់ខាងកាប៊ីនឡានយើងបើកទ្វារឡានហើយមានដូចជាកៅអីតែកង់និងកៅអីព្រូនិងមានចង្កូតឡាននិងគ្រឿងបញ្ជាវានៅខាងក្នុងឡាននឹងធ្វើយកគំរូតដូចឡានធំមែនតែនដូចឡាននេះអញ្ចឹងបងប្អូនឥឡូវយើងចូលមកដល់គ្រឿងក្រោមឡានម្ដងនិងមើលពីបាតទ្រុងឡាននិងសារ៉ាងឡានខ្ញុំអត់បានដាក់វីដេអូពេលបាយឲ្យបងប្អូនមើលមកពីខ្ញុំធ្វើបាក់សារ៉ាងឡានអញ្ចឹងទៅបែនវាអត់កើតមកពីលេចប្រេងចេញអស់ទៅទៀតខ្ញុំដាក់វីដេអូដែលខ្ញុំធ្វើបាក់សារ៉ាងឡានឲ្យបងប្អូនមើលបងប្អូនអាចមើលខ្ញុំបែនឡានដល់មកខ្ញុំបែនអស់ពេកវាផ្ងាក់ដល់មកវាបាក់អាខាងក្តិតខំកន្លែងសារ៉ាងវាហ្នឹងចាំទៅទៀតខ្ញុំដាក់វីដេអូឲ្យបងប្អូនមើលកន្លែងបាក់ខ្ញុំសូមប្រាប់បងប្អូនទៅហើយខ្ញុំអត់សូវចេះកាត់វីដេអូទេអានេះខ្ញុំកាត់តែខ្ញុំចេះប៉ុណ្ណាខ្ញុំធ្វើប៉ុណ្ណឹង